បាទអាយុ18ឆ្នាំដូចគ្នាបាទឆ្លងកាត់ការប្រកួតក៏គួរសមដូចគ្នាបាទយើងចាំមើលថាតើបាទអ្នកទាំងពីរនឹងបង្ហាញស្នៀតបង្ហាញនូវភាពប៉ិនប្រសប់យ៉ាងណាបាទស្លាទឹកទី1ក៏កំពុងតែបង្ហាញជូនបាទជូនទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែទស្សនាផ្ទាល់ក៏ដូចជាប្រិយមិត្តដែលទស្សនានៅគ្រប់គេឋានផងដែរអរគុណសាជាថ្មីដល់ភេទជ្ជៈបើកម្លាំងគ្រប់ជួយឆាយទៅបានឧបត្ថម្ភជូនកីឡាករទាំងពីរម្នាក់មួយកេះមុននឹងធ្វើការប្រកួតបាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក៏គៀកចូលមកដល់បាទដូច្នេះពុកម៉ែបងប្អូនយើងបាទអាចទិញជាមួយនឹងភេទជ្ជៈបើកម្លាំងគ្រុឌក៏ដូចជាផលិតផលនានាបាទរបស់ក្រុមហ៊ុនវឌ្ឍនៈដើម្បីយកទៅស្រុកបាទជូនទៅដល់បាទពុកម៉ែបងប្អូនញាតិមិត្តជួបជុំគ្នាបាទនៅក្នុងថ្ងៃចូលឆ្នាំបាទនេះឲ្យទឹកទាំងសងខាងក៏កំពុងតែបាទជួយដោះដីគ្រូរៀបចំប្រសិទ្ធិពលីការហើយត្រៀមបាទទស្សនានៅការប្រកួតបាទសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនយើងបាទការប្រកួតត្រៀមឈានចូលមកដល់ប្រិយមិត្តបាទសូមសម្លេងជូនអ្នកទាំងពីរមួយបាទចក្រមត្រៀមប្រុងព្រៀបប្រកួតគ្រុឌគុនខ្មែរគូទី7ដែលជាគូអន្តរជាតិរវាងកម្ពុជាជាមួយនឹងអាហ្គានីស្ថានទឹកទី1 round 1បាទអរគុណច្រើនបាទទស្សនានៅការប្រកួតគូមិត្តភាពអន្តរជាតិតែម្ដងបាទការដាក់ចូលទាត់ជើងក្រោមរបស់សង្ហប៉ះចំថងប្រាក់ក្នុងនោះបាទវត្តមានគណៈធិបតីលោកឧបត្ថម្ភជូនកីឡាករគុនខ្មែរថាវិការ50,000 រៀលបាទឯណែបាទក្រុមថាលឺបាន50,000 រៀលផ្លែនពេជ្រសង្ហៈបាទកាច់អាលីស៊ីណាដួលភិញបាទដាក់ចូលបាទពេលពេជ្រសង្ហៈអាចចូលលុកណាប់ដៃឆ្វេងបាទសង្ហៈបាទព្យាយាមច្បូតមកជង្គង់ពីជង្គង់លោកអញ្ញាកដាលគ្រូលឹកចំណាត់ចាប់បបែបាទសង្ហៈថាត្បិតថារៀងទៀបជាងបន្តិចក៏ប៉ុន្តែឆន្ទៈធំជាងបាទដាក់ចូលបាទព្យាយាមដាក់គំនាបបាទព្យាយាមក្របបាទលុកមួយអាយ៉ាទៅឲ្យបដូរក្តាប់ដៃគ្នាចូលម្នាក់មួយពេជ្រសង្ហៈប្រាប់ថាអត់បញ្ហាបាទលុកក្តាប់ដៃស្ដាំចូលណែនរបស់សង្ហៈបាទអាលីស៊ីណាកំពុងតែដកតិចបាទធ្លាក់ស្ដាំចូលផ្ទៃមុខបាទទាត់ស្ដាំសោពេលរទះជើបជូនសមុទ្ររបស់អាលីស៊ីណាវ៉ាវបាទអ្នកប្រដាល់មកពីអាកាសស្ថានរុកនេះបាទណែលុកក្តាប់ដៃស្ដាំបាទថយមួយតាមបច្ចេកទេសវេជ្ជកររបស់គេលុកក្តាប់ដៃស្ដាំបាទសងស្ដាំចាក់ជើងក្រោមរបស់សង្ហៈប៉ុន្តែប៉ះចំប្រដាប់ការពារបន្តិចបាទប៉ះចំប្រដាប់ការពារប៉ះចំកសៀវតែបាទលោកអញ្ញាកដាលបន្តការប្រកួតបាទលុកក្តាប់ដៃស្ដាំបាទពីរដៃចប់គ្នាបដូរទៀតបាទមានទៅមានមកចាប់ជើងបានបាទចាប់ជើងបានណែបាទគេហៅថាបាទតោងសង្វៀនយករួចខ្លួនមកគ្រាសិនអត់ការទេបាទចាក់ជើងក្រោមបាទចាក់ជើងក្រោមលុកបាទព្យាយាមកាច់ឲ្យចេញកែងឬក៏ជង្គង់ចេញអត់ទាន់បានបាទបើសិនជាពុកម៉ែបងប្អូនយើងចង់ឃើញកែងសុំសម្លេងមួយទៀតបាទធាក់ទៅធាក់មកបាទទាំងកីឡាករគុនខ្មែរនិងកីឡាករបរទេសបាទដើរចូលរបស់ពេជ្រសង្ហៈលុកណាប់ដៃឆ្វេងបាទការត្រាកូនក្របីព្រៃបាទហើយក្របីព្រៃគូក្រោយនេះរុញចេញមកដួលទៅពីភិញណែបាទបាត់ជាមិនធម្មតាទេបាទសម្រាប់ការប្រកួតបាទដើរចូលជាបន្តទៀតពេជ្រសង្ហៈទាត់ជើងក្រោមរបស់ស៊ីណាបាទអាយ៉ាប្រាប់តែច្បាស់ចេះអូគិតជើងបាត់ 2 3 4 5 6 7 8 9 10បាទរាប់ដល់10បញ្ចប់ការប្រកួតទៅហើយបាទមែនតើទៅគឺអាលីស៊ីណាគាត់បង្ហាញថាឈឺជើងនោះតាំងតែពីដើមទឹកមកម្លេះឥឡូវនេះបាទការទាត់បាប់បដូរគ្នាពឹងទៅពឹងមកបែបមិញគឺបាទឥឡូវនេះគឺលោកគ្រូពេទ្យបាទកំពុងតែជួយទៅពិនិត្យមើលបាទយ៉ាងណាសង្ឃឹមថាអាលីស៊ីណាគឺជើងរបស់គាត់គ្រាន់តែក្រិចឬក៏ថ្លោះបាទមិនមានបញ្ហាអ្វីទីគុណទៅទោសបាទព្រោះថាការប្រកួតថ្មីបិទថានៅលើសង្វៀនបាទតែងតែចង់ឈ្នះចង់ចាញ់យ៉ាងណាក៏ដោយបាទថ្មីបិទថាការប្រកួតបានបញ្ចប់ទៅបាទលឿននៅក្នុងដើមទឹកទី1ក៏ប៉ុន្តែការប្រកួតផ្ដល់នូវភាពជួយចិត្តដូច្នេះវត្តមានគណៈធិបតីលោកឧបត្ថម្ភជូនកីឡាករទាំងពីរម្នាក់ថាវិការ50,000 រៀលបាទដូច្នេះគឺអាលីស៊ីណាទទួលបាន50,000រីឯសង្ហៈហ្នឹងគឺទទួលបានថាវិការសរុប1 លានរៀលបាទយើងទស្សនារូបភាពត្រង់នេះបាទទាត់ជើងក្រោមរាប់បានបាទហៅថារាប់ស្មងតាន់របស់បាទពេជ្រសង្ហៈលុកណាប់ដៃឆ្វេងក៏ប៉ុន្តែនេះការរាប់បំបីមិញរបស់សង្ហៈហ្នឹងគឺថាយកខ្មងបាំងបាទធ្វើឲ្យស៊ីណាជឿជើងនេះបាទរូបភាពបំបីមិញបង្ហាញជូនពុកម៉ែបងប្អូនឲ្យបាទច្បាស់តែងតែម្ដងបាទការទាត់ឆ្វេងក៏ប៉ុន្តែសង្ហៈយកបាទគេថាបាទយកស្មងបាំងអត់យកផ្លូវរ៉ាប់ទេអញ្ចឹងគឺអ្នកទាត់ហ្នឹងក៏ឈឺជើងនេះយើងទស្សនាម្ដងទៀតលើកជើងមកត្រង់នេះបាទអូយបាទបង្ហាញជូនបាទគ្រាន់តែថាទាត់មកធ្លាក់ជើងបាទធ្លាក់ជើងមកក្រោមបាទមួយផ្លែតនេះថារៀងចាប់ដើមឈឺតែម្ដងបាទលុកកណ្ដាប់ដៃបដូរគ្នាបាទជាមួយនឹងការប្រើកណ្ដាប់ដៃមិនអីទេក៏ប៉ុន្តែការទាត់ជើងក្រោម
បាទរបស់អាលីស៊ីណាហើយពេញចង្ហាក់រ៉ាប់បំបីមិញគឺជាមួយជើងដែលរងគ្រោះបាទតែចំណាបាទជាថ្មីម្ដងទៀតបាទជូនពរឲ្យស៊ីណាមិនមានជាបញ្ហាធំដុំសម្រាប់ជើងរបស់គាត់បាទអរគុណច្រើនប្រកុលភារៈជូនគណៈកម្មការបច្ចេកទេសតែម្ដងបាទចាសសូមអរគុណជ័យជំនះបានទៅកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលខៀវបោះបង់ការប្រកួតនៅក្នុងទឹកទី1